បាទសួស្តីប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាពិសេសប្រិមិត្តដែលនិយមតាមដានខ្ញុំសងសំណាងជាមួយនឹងឆ្នោតយួនបាទសូមស្វាគមន៍មកកាន់ Channel ផ្សាយឆ្នោត788របស់ Admin ម្ដងទៀតហើយបាទពុកម៉ែបងប្អូនបាទអត់ Admin អត់បានតម្លាក់តម្រុយបញ្ចូលតម្រុយឲ្យពុកម៉ែបងប្អូនទាំងអស់គ្នារំសងសំណាងចូលរយៈពេល 2-3 ថ្ងៃហើយបាទដោយសារតែ Admin រវល់ពេកពុកម៉ែបងប្អូនបាទហើយជួបគ្នាជាមួយ Admin នៅថ្ងៃនេះគឺត្រូវនៅថ្ងៃទី3ខែសីហាឆ្នាំ2026បាទពុកម៉ែបងប្អូនដឹងទេថាថ្ងៃនេះ Admin មានលេខល្អមែនតើបាទហើយក៏បានសម្រិតសម្រាំងដើម្បីនាំយកនៅក្របលេខពិសេសដែលមានសង្គមខ្ពស់មកចែកជូនបងប្អូនយកទៅផ្សងសំណាងហើយលាបហើយជ័យហើយលុយចូលហើយប៉ៅទាំងអស់គ្នាបាទប៉ុន្តែមុននឹង Admin ទម្លាយលេខតម្រុយឆ្នោតសម្រាប់ថ្ងៃនេះ Admin សូមចិត្តពុកម៉ែបងប្អូនអ្នកមួយបន្តិចបាទសូមជួយចុចប៊ូតុង Subscribe អ្នកមួយព្រមទាំងចុច Like និង Comment ពាក្យថាហេង168នៅខាងក្រោមវីដេអូនេះម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ Admin ក្នុងការខំប្រឹងរកលេខល្អៗលេខឈុតមកចែកជូនបងប្អូនយកទៅផ្សងសំណាងដែលឥតគិតថ្លៃជារៀងរាល់ថ្ងៃបាទហើយការចុច Subscribe នេះដែរក៏ដើម្បីឲ្យពុកម៉ែបងប្អូនអាចទទួលបាននៅវីដេអូតម្រុយឆ្នោតមុនគេបាទនឹងបង្កើតឱកាសហេងមុនគេជារៀងរាល់ថ្ងៃពុកម៉ែបងប្អូនបាទឥឡូវនេះបើចុចរស់ហើយកុំឲ្យខាតពេលយូរយើងទៅមើលលេខសំណាងថ្ងៃនេះទាំងអស់គ្នាបាទអូខេបងប្អូនចំពោះលេខត្រេង2ខ្ទង់ដែល Admin បានសម្រាំងទុកយ៉ាងស្អាតសម្រាប់ថ្ងៃនេះរួមមានបាទខ្ទង់ទី1គឺមានលេខ79ខ្ទង់ទី2មានលេខ27ខ្ទង់ទី3គឺមានលេខ19និងខ្ទង់ចុងក្រោយគឺលេខ92បាទបងប្អូនច្រឡំបាទចំណែកឆ្នោត3ខ្ទង់វិញម្ដងដែលជាលេខធំលេខបុកប៉ោះបាទបងប្អូនអាចយកទៅលេងគុណបានគឺមានលេខ429គុណនិងលេខ737គុណបាទនេះឲ្យបងប្អូនដែលចូលចិត្តលេងលេខអុកខ្ទង់ដើម្បីការពារនិងធានាសុវត្ថិភាពខ្ពស់បាទថ្ងៃនេះ Admin សូមណែនាំឲ្យអុក2ខ្ទង់គឺអុកខ្ទង់70និងអុកខ្ទង់20បាទដើម្បីកុំឲ្យបងប្អូនមានការភ័ន្តច្រឡំឬកប់មិនទាន់ Admin សូមបញ្ជាក់និងរំលឹកក្របសំណាងទាំងអស់នេះជូនម្ដងទៀតក្របត្រេង2ខ្ទង់79 27 19និង92ក្របធំ3ខ្ទង់429គុណនិងលេខ737គុណលេខអុកខ្ទង់សូមអុកខ្ទង់70និងអុកខ្ទង់20បាទបងប្អូនអាចកត់ទុកឥឡូវនេះបានលេខទាំងនេះមានសង្ឃឹមខ្ពស់មែនទែនសម្រាប់ថ្ងៃទី3នេះបាទឥឡូវនេះម៉ោងវេលានៃការចែករំលែកតម្រុយឆ្នោតពី Channel ផ្សាយឆ្នោត788បាទបានឈានមកដល់ទីបញ្ចប់ហើយបាទជាចុងក្រោយ Admin សូមលើកហាត់បួងសួងជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសំណាងល្អទទួលបានលាភជ័យត្រូវទាំងលេខធំត្រូវទាំងលេខតូចចូលកប់ប៉ាទាំងអស់គ្នាណាបងប្អូនបាទសូមជម្រាបលានិងជួបគ្នានៅថ្ងៃស្អែកជាបន្តទៀតជាមួយ Admin ដដែលបាទសំណាងល្អទាំងអស់គ្នាណាបាយ